បងប្អូនថ្ងៃនេះយើងមកមើលពីវិធីតប្រភេទពងទឹកនេះអានេះយើងអាចតបានពីររបៀបទី1យើងអាចតសម្រាប់ប្រភេទ motor រុញទឹកឡើងលើ stand នៅពេល stand អត់ទឹកទី2គឺយើងប្រើសម្រាប់ជាមួយនឹងម៉ាស៊ីនចំហាយទឹកនៅក្នុងផ្ទះការពារវាឆេះឬខូចនៅពេលដែល stand យើងនឹងអស់ទឹកអញ្ចឹងការតយើងមើលទាំងអស់គ្នាឧបករណ៍របស់វាយើងត្រូវមានពងទឹកមានកុងតាក់ទ័រនិងព្រីភ្លើងរបស់យើងសម្រាប់ដោតមួយ motor អញ្ចឹងយើងយកភ្លើងចូលនេះគឺខ្សែភ្លើងចូលកុងតាក់ទ័រនេះគឺយើងតភ្លើងចូលមុននៅខាងលើអញ្ចឹងយើងពងភ្លើងនេះជាប់ជាមួយប៉ូលខាងក្រោមខ្សែក្រហមយើងភ្ជាប់ហើយឥឡូវបើយើងមកមើលខ្សែពណ៌ខ្មៅខ្សែពណ៌ខ្មៅគឺយើងដាក់ចូលដូចគ្នាសម្រាប់ពងទឹកគឺយើងប្រើខ្សែពីរបាទគឺខ្មៅនិងប្រផេះខ្មៅយើងដាក់ខាងលើចំណែកប្រផេះគឺយើងដាក់នៅពោលខាងក្រោមចឹងអាខៀវនេះគឺយើងអត់ប្រើយើងអាចកាត់ចោលឬកាត់ចោលបានយើងភ្ជាប់ខ្សែភ្លើងចេញកុងតាក់ទ័រនេះយើងតត្រូវប៉ូលមកយើងចូលប៉ូលណាយើងចេញនឹងប៉ូលនឹងដូចគ្នាយើងតយកតែភ្លើងចូលនិងភ្លើងចេញចឹងរបៀបតគឺយើងតបានប៉ុណ្ណឹងហើយសម្រាប់ភ្លើងនេះបើយើងប្រើមួយ timer គឺយើងជាប់មួយ timer តែបើយើងប្រើមួយភ្លើងរត់សុទ្ធគឺយើង connect មួយភ្លើងរត់សុទ្ធមកខ្ញុំដោតភ្លើងរត់ចូលហើយចាំមើលម៉ាស៊ីនចំហាយទឹកពេលដែលខ្ញុំតេស្តជាមួយម៉ាស៊ីនចំហាយទឹកឥឡូវខ្ញុំដល់ម៉ាស៊ីនចំហាយទឹកបាទឥឡូវពងឥឡូវវាស្មើចាំមើលនៅពេលដែលធម្មតាពេលទឹកយើងឡើងពេញពងនេះវាត្រូវដែកឡើងអញ្ចឹងនៅពេលដែលវាដែកឡើងស្មើនឹងស្តែនទឹកយើងគឺជាពេញអញ្ចឹងម៉ាស៊ីនចំហាយទឹកយើងនឹងដើរអញ្ចឹងនៅពេលដែលវាទឹកស្រក់បាទនៅពេលទឹកស្រក់ធម្មតាទឹកស្រក់គឺពងវាធ្លាក់ចុះហើយអញ្ចឹងនៅពេលដែលវាធ្លាក់ចុះខ្លាំងបាទទឹកពេលវាទឹកវាអស់គឺម៉ាស៊ីនទឹកយើងនឹងគឺបិទអូតូអញ្ចឹងវាជួយការពារនៅពេលដែលស្តែនទឹកយើងអស់អញ្ចឹងម៉ាស៊ីនទឹកយើងគឺវាអត់ដើរការពារវាឆេះឬខូចបានពេលដែល stand យើងមានទឹកវិញទើបម៉ាស៊ីនចំហាយទឹកហ្នឹងវាដើរវិញនេះអត់នេះតែកែវទេបាទអញ្ចឹងអានេះគឺយើងជួយយើងបានខ្លះអំពីការថែទាំម៉ាស៊ីនចំហាយទឹក